ស្វាគមន៍មកកាន់ដំណើរការងារប្រចាំថ្ងៃចាថ្ងៃនេះយើងមានដំណើរការងារនៅខាង spa មួយកន្លែងគឺផ្នែកគិតលុយហើយតម្រូវការគឺមានភាពស្មោះត្រង់និងមានការខិតខំប្រឹងប្រែងការងារម៉ោងចូលគឺពេលថ្ងៃទេម៉ោង1រហូតដល់ម៉ោង9យប់ចំពោះថ្ងៃឈប់សម្រាកគឺក្នុងមួយខែយើងអាចឈប់4ថ្ងៃអញ្ចឹងអាចថាប្រហែលជាថ្ងៃ day off ណាយើងអត់ឈប់ចាំថ្ងៃអាទិត្យតែម្ដងទេពីព្រោះខាងហាង spa ហាងអីហ្នឹងគឺគេរវល់តែថ្ងៃសៅរ៍អាទិត្យហ្នឹងឯងអញ្ចឹងសម្រាប់បងប្អូនចាប់អារម្មណ៍ដាក់ពាក្យអាចតាក់ទងទៅតាម Telegram តែម្ដង087 99 88 89បន្ទាប់គឺខាងផ្នែកកូនក្បិតនៅម្ដុំតាខ្មៅចឹងនៅសាខា Eon 3ចឹងបងប្អូនអាចតាក់ទងបានគឺការងារចុងភៅខាងក្នុងចឹងមាន2ទីតាំងនៅតាខ្មៅ1និងសាខា Eon 3 1បងប្អូនអាចតាក់ទងតាម Telegram 077 621 343និយាយទៅនៅពេលដែលបងប្អូនមានចំណាប់អារម្មណ៍ការងារកុំភ្លេចធ្វើ CV ធ្វើអីឲ្យមុននឹងយើងតាក់ទងសួរគេណានៅពេលដែលចាប់អារម្មណ៍សួរយើងអាចតម្លាក់ CV ទៅតែម្ដងហើយចំពោះ link របៀបធ្វើ CV ខ្ញុំដាក់នៅខាងក្រោមវីដេអូនេះដែរចូលបងប្អូនអាចចូលទៅមើលវីដេអូចាស់បានចូលមកដល់មុខតំណែងដែលគ្នាយើងអាសាសួរគឺផ្នែកបើកបរតែម្ដងគឺយើងមានកង់3ហើយនឹងមានឡានពេលនេះនៅច្រើនទីតាំងមែនតើនៅភ្នំពេញមាននៅខាងច្បារអំពៅហើយនៅតាខ្មៅក៏ដូចជានៅខេត្តសៀមរាបផងដែរអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ហ្នឹងគឺគេរើសច្រើនទីតាំងដូចបានជំរាបខាងលើចាប៉ុន្តែមុខតំណែងទាំងអស់នោះគឺត្រូវការបទពិសោធន៍យ៉ាងតិចក៏មួយឆ្នាំដែរហើយមានទំនាក់ទំនងល្អជាមួយនឹងក្រុមការងារក៏ដូចជាមានភាពអត់ធ្មត់ក្នុងការងារចាក្រុមហ៊ុននេះគឺក្រុមហ៊ុនទឹកសុទ្ធអរុណាបើហើយជាបងប្អូនធ្លាប់ឃើញហ្នឹងចឹងខាងបើកដឹកទឹកសុទ្ធទឹកអីហ្នឹងដែលទីតាំងមូលដ្ឋានហ្មងគឺម្ដុំខាងព្រែកឯងខាងច្បារអំពៅចឹងសម្រាប់ព័ត៌មានលម្អិតបន្ថែមតាក់ទងមួយការឈប់សម្រាកក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗបងប្អូនអាចតាក់ទងតាមលេខ Telegram 081 83268ចុងបញ្ចប់ចាគឺផ្នែកលក់អាហារសម្រន់ភេទប្រុសធ្វើការពីម៉ោង4ដល់ម៉ោង9កន្លះយប់អញ្ចឹង part time ទេបងប្អូនដែលកំពុងតែរៀនបងប្អូនដែលកំពុងរៀនហ្នឹងអាចដាក់ពាក្យបានគឺទីតាំងនៅម្ដុំចកាដូងទី1ហ្នឹងឯងប្រាក់ខែគឺ120ដល់130អញ្ចឹងយើងធ្វើការងារនេះអាចថា part time សម្រាប់យកបទពិសោធន៍ឬក៏នឹងឲ្យយើងអាចរកប្រាក់ចំណូលតិចតួចសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់យើងអញ្ចឹងណាអញ្ចឹងតែបងប្អូនដែលកំពុងរៀននឹងអាចតាក់ទងតាម Telegram 099 232 123អញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការតាមដានដំណើរការងារជារៀងរាល់ថ្ងៃអញ្ចឹងបងប្អូនដែលអត់ទាន់ជួយ Subscribe ជួយ Subscribe ម្នាក់មួយផងតាមដានដំណើរការងារក៏ដូចជាការចែករំលែកបទពិសោធន៍ទៅលើវិស័យការងារការសម្ភាសន៍អីផ្សេងៗហ្នឹងគឺខ្ញុំនឹងផុសវីដេអូបន្តជូនបងប្អូនទៀតអរគុណ